ប៉ុន្តែដោយបងសួរថាតើបើកក្រោបចាក់ទឹកហ្មងពេលដែលវាអស់ទឹកចឹងបើកមកចេញផ្សាយស្រាប់ឲ្យយកទឹកខាងកុំឲ្យវាមានបញ្ហាឲ្យវាឆាប់ត្រជាក់វិញទៅយកអាទឹកសុតក្លាសេទៀតទៅទិញអាទឹកសុតក្លាសេ1លីត្រកន្លះ2 3ដបយកមកចាក់ចូលមកអាហ្នឹងខ្ញុំអត់ណែនាំអញ្ចឹងទេព្រោះពេលដែលយើងពុះទឹកហើយម៉ាស៊ីនយើងមិនទាន់គប់ពេទេយើងចតទៅយើងបើកគម្របនឹងកុំទាន់បើកគម្របធុងទឹកភ្លាមខ្លាយលោវាហានិភ័យវាក្តៅវាចេញអាចំហាយទឹកហ្នឹងមកសូម្បីចំហាយក៏រលាកដែរណាតិចតអឺតមើលអីអញ្ចឹងបាទប៉ះមុខប៉ះភ្នែកអីមានបញ្ហាព្រោះអាចចំហាយហ្គាសចំហាយទឹកក្តៅធម្មតាដូចយើងដាំទឹកយើងកំសៀវចំហាយចេញមកហ្នឹងក៏រលាកដែរមិនអញ្ចឹងពេលនោះយើងត្រូវទុកវា5-10នាទីអីអញ្ចឹងទៅអូខេឥឡូវយើងចូល topic មួយទៀតបាទដែលសំខាន់ដែរបាទ topic ហ្នឹងមិនទៅឆ្ងាយតាក់ទងទៅនឹងរឿងម៉ាស៊ីនទេបាទយើងនិយាយប្រេងឥន្ធនៈណាបាទឥឡូវយើងនិយាយតាក់ទងទៅនឹងរឿងកម្ដៅវិញកម្ដៅម៉ាស៊ីនឡានហ្នឹងអាសាជួបដែរបាទព្រោះពេលណាខ្ញុំលើកអ្វីដែលយើងលើកអ្វីដែលយើងអាសាជួបទេដែលម្ចាស់ឡានអាសាជួបទេបាទឡានឡើងកម្ដៅកុងទ័រវត្តឡើងលើសពាក់កណ្ដាលឡើងមកស្ដាំរហូតបាទពេលដែលឃើញអញ្ចឹងបងគិតថាគាត់គួរបន្តជិះទៀតទេឬមួយគាត់ត្រូវបើកកម្បោមកចាក់ទឹកចាក់អីហ្មងបាទអូនិយាយរឿងហ្នឹងគួរឲ្យចាប់អារម្មណ៍បាទខ្ញុំក៏មានជួបប្រទេសអតិថិជនហើយនឹងជាពិសេសមិត្តភ័ក្តិដែរគាត់អាសា call មកផ្ទាល់គាត់ថាសម្លាញ់ឡានគ្នាចតចាំអញ្ចឹងឡើងកម្ដៅហ៎បាទចតចាំ stop ចាំអីអញ្ចឹងឡើងកម្ដៅភ្លាមអីគាត់ក៏សួរអញ្ចឹងយើងថាអូខេអញ្ចឹងជំហានទី1គឺត្រូវបញ្ឈប់ម៉ាស៊ីនហ្នឹងសិនបញ្ឈប់ហើយយើងត្រូវមើលតើមានលិចមកក្រៅអត់បាទនៅពេលណាមួយនោះក៏អត់ឃើញលិចទៀតឡើងកម្ដៅហើយអស់ទឹកគាត់អត់ទាំងដឹងផងហើយយើងក៏អត់ឃើញលិចយើងថាអូខេដោយតាមរយៈទូរស័ព្ទយើងក៏ឆ្លើយថាអូខេមិនអាចបន្តការបើកបរបានទេគាត់អាចជ្រើសរើសខ្លួនឯងគាត់ជ្រើសរើសខ្លួនឯងតាំងទុកឲ្យត្រជាក់បន្តិចបើកទៀតបាទបើកទៀតក្នុងស្ថានភាពដែលយើងស្ទះចរាចរណ៍នោះបើកបានឆ្ងាយទេចឹងយើងត្រូវតែយកចិត្តទុកដាក់ចំណាយពេលបន្តិចទៅកុំចេះតែទុកសិនបាទហ្នឹងទុកត្រជាក់បើកទៀតទុកត្រជាក់បើកទៀតចុះបើសិនជាបើកទៅស្រាប់វាឡើងរហូតដល់ម៉ាស៊ីនហ្នឹងស្រាប់ឈប់ដំណើរការគាំងយើងនិយាយថាគាំងហ្មងតែគាំងហើយម៉ាស៊ីនហ្នឹងបាទ 90% ចោលបាទតែគាំងហើយទោះបីយើងយកវាមកប្រើឡើងវិញក៏វាដើរឡើងស្រួលបាទវាសឹកខូចអស់វាគាំងវាឡើងកម្ដៅទៅវាទៅដូរគ្រឿងហើយនៅខាងក្នុងម៉ាស៊ីនហ្នឹងគឺត្រូវដូរគ្រឿងកវ៉ាត់ពីស្តុងអីវាឡើងឆ្កូតអស់បាទអញ្ចឹងទោះបីប្រេងម៉ាស៊ីនរបស់យើងពូកែប៉ុណ្ណាក៏ដោយក៏វាមិនអាចទប់អាហ្នឹងជាប់ដែរបាទពួកកម្ដៅហ្នឹងវាលើសបាទវាលើសហើយក្នុងករណីនេះខ្ញុំឆ្លើយជូនបងហ្មងបើសិនខ្ញុំជាជាងវិញខ្ញុំសុខចិត្តពលុតឡានហើយបើសិនជានៅឆ្ងាយអាចថាត្រូវប្រើសេវាដឹកបើក្នុងក្រុងសេវាដឹកវាអត់ថ្លៃទេខ្ញុំឃើញសេវាករខាងដឹកឡានដែលមានបញ្ហានៅក្នុងក្រុង20-30 រៀលអីចឹងទេគ្រប់តែសេវាទាំងអស់ហ្នឹងហើយ$30ណាបាទហើយអញ្ចឹងយើងមិនគួរបថុយទេបើខ្ញុំវិញខ្ញុំថាអ្វីដែលវាខូចគឺវាខូចធ្ងន់ជាង$30ហ្នឹងរាប់សិបដងបាទអញ្ចឹងមិនគួរសិនទេណាបាទហើយទៀតសោតស្រាប់តាមកដល់ឃើញវាជ្រាបលិចទៅតាមwater gallery នៅចន្លោះម៉ាស៊ីនហ្នឹងបាទម៉ាស៊ីនវាវេម៉ាស៊ីន V 8អញ្ចឹងទៅហើយនៅកណ្ដាលហ្នឹងវាមានគម្របទឹកវាមួយគម្របទឹកដើម្បីឲ្យទឹកស្អំនៅក្នុងស៊ីឡាំងវាហ្នឹងបាទគម្របហ្នឹងធម្មតាវាមាន gasket របស់វា gasket ហ្នឹងពេលដែលត្រជាក់បានលេចបាទន័យថាពេលក្តៅវារីកមាឌវាណែនពេលដែលវាចាស់អស់អាយុទៅវារីកមាឌវាសៀលចិត្តដល់ពេលទុកចោលមួយយប់វាត្រជាក់វារួមមាឌទឹកចាប់ដើមហូរចេញខ្លះហូរចេញយូរទៅវាអស់ទឹកមួយចំនួនទេបាទអាហ្នឹងវាអស់ទឹកមួយចំនួនវាអត់អីទេណាវានៅអូខេប៉ុន្តែដោយបងសួរថាតើបើកក្រោបចាក់ទឹកហ្មងពេលដែលវាអស់ទឹកចឹងបើកមកចេញផ្សាយស្រាប់ឲ្យយកទឹកខាងកុំឲ្យវាមានបញ្ហាឲ្យវាឆាប់ត្រជាក់វិញទៅយកអាទឹកសុតក្លាសេទៀតទៅទិញអាទឹកសុតក្លាសេ1លីត្រកន្លះ2 3ដបយកមកចាក់ចូលហ្មងអាហ្នឹងខ្ញុំអត់ណែនាំអញ្ចឹងទេព្រោះពេលដែលយើងពុះទឹកហើយ
mà xin dương mình toàn copy tới dương cho tới dương bài cầm rộp nâng không toàn bài cầm rộp thông tức liêm phải lâu vì hai để pay vì cái đáy vì tranh nhà chấm hai tức nó máu xung bây chấm hai có rồi lĩa đó tích tạo ơn mơ anh chẳng và ba một ba phần này ấy miền Pành Hà và chấm hai kia chấm hai tức cái đáy thông đó đôi dương đâm tới cái cầm xíu chấm hai tranh máu nó có rồi lĩa đó mình chẳng pê nông dương thể tục viết phải làm đâm để ti anh chẳng tới rồi có những bài cầm rô viết đòi pra cả nát ấy crop của mỗi chấm hai nó việc pa đai tới của mỗiตึกviệc tiệt mà pa chẳng tới những tục trào mà tu sẵn đầm bầy ấy đai những việc chụp cả hòm sẵn mà này ta đai mà xin đó nè việc chụp cả hòm chụp cả đai sẵn mà dương thôi mà đá dương mình lột một cái bật nè mình chẳng mà để mà xin dương thể ở việc chụp từ trái bàn dương chặtตึก slow tam dứt đầm bầy ở việc cầm đai những việc sọ tam nằm đá của mọi việc sọ lươn liếm có việc khôi nè vàในตามบอลไปสาวบอกย้อมไหมจังเวอร์ชันเชียบอลปอนจูประเทศปัญหานั้นthì ទី1 ចតហើយមើលច្បាស់លាស់បើសិនអស់ទឹកយើងអាចព្យាយាមថែមទៅប៉ុន្តែថែមហ្នឹងយើងកុំថែមភ្លាមបាទទុកឲ្យវាត្រជាក់បន្តិចសិនចាំថែមបាទរយៈពេលអាចថា5 10ទៅ30នាទីអញ្ចឹងទៅបាទបងចំណុចបងលើកមកល្អបាទអញ្ចឹងយើងសួរថាតើយើងអ្នកប្រើប្រាស់ហ្នឹងគួរតែបើកឡានពេលឡើងកម្ដៅអត់អ្វីដែលខ្ញុំចម្លើយរបស់ខ្ញុំគឺអត់ទេបាទពេលដែលឡានហ្នឹងឡើងកម្ដៅគឺយើងអត់ត្រូវបើកបន្តទៀតទេបាទគឺយើងត្រូវអែបបាទដើម្បីមើលថាតើយើងមើលថាតើវាមានកម្ដៅឡើងហ្នឹងដោយសារកត្តាខ្លះអញ្ចឹងកត្តាដែលយើងបងបានលើកមួយចំនួនណាបាទទី1យើងដំបូងគេបំផុតគឺយើងត្រូវបើកកាបូលបាទបើកកាបូលឡានមើលសិនបាទអញ្ចឹងយើងមើលមកយើងមិនទាន់បលត់ឡានទេយើងមើលមកកង្ហាល់វិលទេបាទកង្ហាល់ធុងទឹកណាបាទវិលអត់ព្រោះវាក្តៅហើយអញ្ចឹងគ្រប់ sensor ទាំងអស់វាត្រូវគួរបញ្ជាដើម្បីឲ្យវាដើរហើយបាទបើកង្ហាល់វិលញាប់លឿនអូខេមួយទឹកមិនបាត់អត់មានថាមើលឃើញព្រោះធម្មតាធុងទឹកដូចខ្ញុំតែនិយាយយើងធុងទឹកមិនងាយគេធ្វើពណ៌ខ្មៅទេបាទគេធ្វើថ្លាពណ៌ស្អាតស្អាតដើម្បីឲ្យពួកយើងមើលឃើញដើម្បីកុំឲ្យយើងបើកបាទពេលដែលយើងបើកដូចបងនិយាយចឹងសម្ពាធមាននៅក្នុងនោះអញ្ចឹងវាចាំតែពេលវេលាចេញបាទអញ្ចឹងវាអាចបង្កដោយកង្ហាល់ដល់ពេលវាធ្វើក្តៅដល់ពេលវាក្តៅវាត្រូវរុញចេញទឹកវាពុះតែពេលមានគេយើងថាទឹកពុះនោះវារុញចេញនឹងឯងបាទតែរុញចេញហ្នឹងបានវាឡើងកម្ដៅបាទបើសិនជាមានទឹកនៅក្នុងហ្នឹងវាអត់ឡើងកម្ដៅទេលើកលែងតែស្អីគេទី1កង្ហាល់ទី2បូមទឹកអាផ្លិតបូមទឹកហ្នឹងណាក៏វាធ្វើឲ្យរបស់ហ្នឹងដែលឡើងកម្ដៅដែរទី3ជាមួយនឹងស្លាប់ពេលវាអត់បើកវាអាចខូចក្នុងពេលវេលាណាមួយអញ្ចឹងឡានយើងអត់ទាន់ខូចពិសិនទេណាបាទខូចនិយាយទៅមានបញ្ហាតិចហ្នឹងទេបាទអញ្ចឹងស្អីរបស់យើងវាមិនទាន់តែដល់ពេលយើងជិះក្តៅរៀងខ្លាំងតិចហើយទឹកត្រូវតែពុះហើយបាទអញ្ចឹងវាពុះខ្ជាក់មកវាចេញតាមកម្របវាមានចំនួន PSI វាសម្ពាធវាទប់បានទេពេលណាសម្ពាធលើហ្នឹងវាត្រូវតែហូរចេញអញ្ចឹងពេលដែលយើងឃើញហូរចេញអញ្ចឹងយើងអត់ត្រូវបើកទេបាទអញ្ចឹងកត្តាហ្នឹងដែលខ្ញុំនិយាយថាតើយើងគួរតែជិះបន្តយើងអត់ត្រូវទេអញ្ចឹងយើងអត់ត្រូវបើករងចាំមកវាត្រជាក់សិនប្រហើបបន្តិចម្ដងវាសូស៊ីដែរវាសិតតែសម្ពាធនៅក្នុងហ្នឹងទាំងអស់បាទស៊ីអញ្ចឹងបើធូរវាអស់លទ្ធភាពអញ្ចឹងទៅបាទយើងដឹងថាឡានយើងអត់ប្រកក្តីទេបាទសិនជាយើងជិះបន្តទៀតគឺនឹងអាចរឿងមិនមែនអស់លុយត្រឹមតែបូមទឹកកង្ហាល់ឬមួយក៏ស្លាប់ពេលទេវាចូលទៅក្នុងដល់ម៉ាស៊ីនដល់អីទាំងអស់ទៀតអស់លុយរាប់ពាន់ឡានថ្លៃអស់រាប់ម៉ឺនបាទអញ្ចឹងមិនគួរជិះទេពេលណាដែលឡើងនៅមិនគួរជិះអញ្ចឹងដំណោះស្រាយអាចអូសទៅឡានហ្នឹងបាទអាចដូចតែបងមានប្រសាសន៍អញ្ចឹងណា20ទៅ$30នៅក្នុងក្រុងទេបាទអញ្ចឹងអាចយកនឹងអូសទៅហើយអូសមកកន្លែងដែលបងប្អូនជឿទុកចិត្តដើម្បីដោះស្រាយបញ្ហាហ្នឹងបានទៅគេមានជំនាញគេរកឃើញថាវាមកពីអីតែបើសិនជាយើងបន្តជិះមិនមែន$20-30ហ្នឹងទេបាទបញ្ចូលរាប់ពាន់បាទរាប់ម៉ឺនហើយធ្វើឲ្យយើងមិនមានអារម្មណ៍ល្អសម្រាប់ជិះឡានហ្នឹងតទៀតអ្នកខ្លះណាបាទដោយសារតែរឿងតូចមួយទេបាទដោយសារតែរឿងតូចមួយទេហ្នឹងយើងអត់និយាយទៅបែកតយោមានលិចទឹកលិចអីមួយចំនួនអញ្ចឹងតែឃើញលិចទឹកយើងមិនគួរជិះទៅទៀតទេបាទព្រោះយើងដឹងថាមានស្អីមួយមិនដំណើរការហើយបាទនេះគឺជាយោបល់របស់ខ្ញុំហើយខ្ញុំគិតថាបងប្អូនដែលកំពុងតែស្ដាប់ហ្នឹងក៏អាចយកទៅដើម្បីជាព័ត៌មានបាទដើម្បីពេលដែលជិះផ្លូវជិះចិត្តជិះឆ្ងាយយើងអាចដឹងថាអូយើងត្រូវសម្រេចចិត្តរបៀបម៉េចពេលដែលយើងជួបស្ថានភាពបែបហ្នឹងកុំឲ្យឆ្លេឆ្លាមិនដឹងថាម៉េចនៅជិះដើម្បីទេទៅជាងផងហើយទេទៅក៏ជាងមិនទាន់បានលើកឬក៏ទេមិនចូលយើងនៅតែបន្តជិះបាទអញ្ចឹង
chi là hô tứ vì cục pê hay បាទបាទ cục pê nó hay cáiរឿងចប់ហើយបាទ បាទក៏ពេលហើយចប់ហើយមិនសិនត្រូវ ពេលណាដែលម៉ាស៊ីនអាលុតដោយខ្លួនឯងហើយ បាទ គឺចប់ហើយអាហ្នឹងណាពេលណាដែលម៉ាស៊ីនយើងអាលុតខ្លួនឯងគឺចប់ហើយអត់មានអីចរចាទេទេអាហ្នឹងគឺអស់លុយច្រើនហើយ បាទ បាទដូច្នេះសំខាន់ណាស់ព័ត៌មានបន្តិចហ្នឹងឯងតែវាធ្វើឲ្យយើងចំណេញលុយបានរាប់ពាន់រាប់ម៉ឺនដុល្លារ បាទបាទ បាទ